តារាចម្រៀងដ៏ល្បីអ្នកនាងមាស សុខ សោភា និងលោក ឥត រ៉ាដា ពួកគាត់ទាំងពីរនាក់បានរៀបការជាមួយគ្នាដល់ទៅ2លើកហើយបានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំផងដែរប៉ុន្តែមួយរយៈពេលចុងក្រោយនេះបន្ទាប់ពីអ្នកនាងមាស សុខ សោភាគាត់បានទៅសមាធិនៅលើភ្នំត្បែងឃើញថាពួកគាត់ទាំងពីរហាក់ដូចជាមានភាពប្រកម្មប្រកោសនឹងគ្នាឬមួយយ៉ាងណាយើងទៅតាមដានទាំងអស់គ្នាត្រឡប់បកក្រោយទៅកាលពីថ្ងៃ29ខែមករាឆ្នាំ2025នេះជាថ្ងៃខួបកំណើតរបស់អ្នកនាងមាស សុខ សោភាយើងឃើញថាលោករ៉ាដាសរសេរបង្ហោះក្នុងថ្ងៃខួបកំណើតភរិយាគាត់ដូចជាប្លែកដោយគាត់សរសេររៀបរាប់ថាក្នុងឱកាសខួបកំណើតប្រពន្ធខ្ញុំគ្រប់ពេលដែលខ្ញុំនៅជាមួយគាត់ជាពេលដែលមានសេចក្តីសុខហើយខ្ញុំអរគុណសម្រាប់ក្តីស្រឡាញ់របស់អ្នកឆ្នាំនេះគឺជាជំពូកថ្មីមួយនៃរឿងការសមាធិគឺអ្នកបានខ្លាចជាអ្នកកាន់តែច្រើនមកទល់ពេលនេះអ្នកបានចំណាយពេល20ថ្ងៃជាងហើយនៅលើភ្នំត្បែងក្រោមការដឹកនាំរបស់លោកតាភ្នំត្បែងសក់សខ្ញុំសរសើរនេះអាចស៊ូទ្រាំបានគ្មានទឹកឬភ្លើងបានពេលនេះយើងមិននៅជាមួយគ្នាមែនប៉ុន្តែបេះដូងនិងវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នកខ្ញុំសូមជូនពរអ្នកក្នុងឱកាសខួបកំណើតដ៏អស្ចារ្យជាមួយអ្នកដើរតាមសាសនារបស់អ្នកនិងអ្នកដែលនៅជុំវិញខ្លួនអ្នករីករាយថ្ងៃកំណើតសូមឲ្យអ្នកមានសេចក្តីសុខពេលវេលាក៏បានកន្លងរហូតមកដល់ថ្ងៃទី11ខែមេសាឆ្នាំ2025ស្រាប់តែឃើញលោករ៉ាដាបានប្រកាសជាសាធារណៈថាលាឈប់ពីតំណែងជានាយក Kemtra Music ដែលនេះគឺជាក្រុមហ៊ុនដែលលោកបានសាងរួមគ្នាជាមួយនឹងភរិយាគឺជាមួយនឹងអ្នកនាងមាស សុខ សោភាសំណេររបស់លោកបានសរសេរបន្ថែមទៀតថាជូនចំពោះប្រិយមិត្ត Kemtra Music ក្រុមគ្រួសារដៃគូនិងមិត្តភ័ក្តិបន្ទាប់ពីការសម្រេចចិត្តជាច្រើននិងការផ្លាស់ប្ដូរក្នុងរយៈពេល3ឆ្នាំមកនេះខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែងជានាយកក្រុមហ៊ុន Kemtra Music និងមាស សុខ សោភា MSP Digital Marketing វាជាកិត្តិយសមិនគួរឲ្យជឿក្នុងការដឹកនាំផលិតកម្មតន្ត្រីនេះនិងបានធ្វើការរួមជាមួយនឹងទេពកោសល្យនិងសិល្បករដែលមានទឹកចិត្តដែលធ្វើឲ្យកខុវិស័យរបស់យើងក្លាយជាការពិតវាជាការសោកស្ដាយដែលខ្ញុំបានសាងរយៈពេល15ឆ្នាំក្នុងវិស័យចម្រៀងខ្មែរដើម្បីឲ្យវាដល់ទីបញ្ចប់ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះឱកាសនិងការដឹងគុណពីអ្នកគាំទ្រនិងផលិតកម្មដែលខ្ញុំបានធ្វើការជាមួយខ្ញុំបានឆ្លងកាត់គ្រប់វេទិកា Digital និងការ Stream Audio ទៅទីផ្សារបន្ទាប់ជាពិសេសរួមមាន Kemtra Music មាស សុខ សោភាខ្ញុំនឹងមានមោទនភាពចំពោះ Kemtra Music និងសមិទ្ធផលនានាភាពជោគជ័យក្នុងការអភិវឌ្ឍតន្ត្រីថ្មីនិងការពង្រឹងវិសាលភាពរបស់យើងនៅក្នុងឧស្សាហកម្មតន្ត្រីបានបន្សល់ទុកនូវកេរដំណែលដ៏មានមោទនភាពដែលខ្ញុំបានបន្សល់ទុកតមកលោកក៏បានសរសេររៀបរាប់ហោហាយពីសមិទ្ធផលនានានិងបទពិសោធន៍ដែលលោកបានឆ្លងកាត់ក្នុងពេលដែលលោកធ្វើជានាយករបស់ក្រុមហ៊ុន Kemtra Music ចុងក្រោយលោកបានសរសេរបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំបាទមិនមានទំនាក់ទំនងអ្វីជាមួយលោកវង្សចក្រាយុទ្ធឬហៅម្យ៉ាងទៀតថាអង្គអេសីស្វារៈសេវៈពេជ្រសង្វាវងហៅតាសក់សជាពិសេសពាក់ព័ន្ធនឹងការថតបទចម្រៀងកន្លងមកឬខ្លឹមសារពាក់ព័ន្ធណាមួយឡើយខ្ញុំបាទឥត រ៉ាដាសូមអភ័យទោសចំពោះអត្ថបទនេះប្រសិនមានការលើសលួសឬខ្វះនៅអក្ខរាវិរុទ្ធណាមួយដោយក្តីអនុគ្រោះដោយក្តីស្រឡាញ់និងរាប់អានដ៏ស្មោះពីខ្ញុំបាទឥត រ៉ាដាអតីតនាយក Kemtra Music និងការគ្រប់គ្រង MSP សារនេះសរសេរឡើងនៅថ្ងៃសុក្រទី11ខែមេសាឆ្នាំ2025ហើយរហូតមកទល់នឹងដើមខែឧសភានេះដែរឃើញថាលោកបានសរសេររៀបរាប់បង្ហោះបន្ថែមទៀតថាខ្ញុំមិនដែលមានឱកាសនិយាយលាឡានដែលខ្ញុំចូលចិត្តបើកបររយៈពេល5ឆ្នាំមុនហើយឥឡូវនេះខ្ញុំអង្គុយនៅទីនេះដើម្បីលាទៅកាន់ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំដែលខ្ញុំបានរចនាជាមួយស្ថាបត្យកររបស់ខ្ញុំនិងតាមដានក្រុមសាងសង់ការសម្រេចចិត្តរបស់យើងជាញឹកញាប់ត្រូវបានបង្កើតឡើងដោយបទពិសោធន៍ពីអតីតកាលនិងទេពកោសល្យដែលយើងទទួលបានពីឪពុកម្ដាយរបស់យើងភាពជោគជ័យរបស់យើងគឺជាលទ្ធផលនៃសមត្ថភាពនិងជំរឿនរបស់យើងផ្ទាល់មិនមែនឥទ្ធិពលរបស់អ្នកដទៃទេវាអាចមកពីសន្តិភាពខាងក្នុងរបស់យើងដែលជំរុញឲ្យគោលបំណងដើម្បីជោគជ័យនិងឈានដល់គោលដៅដែលយើងចង់បានខ្ញុំមានពរដោយមានឪពុកម្ដាយជាទីស្រឡាញ់និងគ្រួសារដែលបានគាំទ្រពួកគេជាអាទិភាពរបស់ខ្ញុំលើសពីអ្វីទាំងអស់គ្មានការសង្ស័យទេខ្ញុំនឹងមិនដាក់អ្នកណាមុនគេឡើយជាពិសេសគឺថ្លុកដែលរស់នៅលើភ្នំដែលមានប្រពន្ធ2នាក់តែគេហៅខ្លួនឯងថាជាព្រះសង្ឃ
គាត់ជឿជាក់ទ្វេដងថាគាត់នឹងជួយសង្គ្រោះពិភពលោកដោយការកសាងប្រាសាទដ៏មហិមានិងធ្វើទីសក្ការៈបូជានិងពិធីនានាក្នុងពេលនោះនំបញ្ចុកមួយកំពុងត្រូវបានគេធ្វើឡើងនៅយប់នេះពីខ្ញុំទៅកាន់វីរបុរសដែលមិននឹកស្មានដល់ដែលមកពីភ្នំត្បែងថាជាអ្នកសង្គ្រោះរបស់យើងពីខ្មោចឆៅស្ដាប់ទៅច្បាស់ណាស់ថាលោករ៉ាដានិយាយពីតាសក់សដែលរស់នៅលើភ្នំត្បែងដែលអ្នកនាងមាសុកសោភាបានហៅថាជាគ្រូរបស់អ្នកនាងហើយអ្នកនាងបានទៅសមាធិដោយជឿជាក់នៅទីនោះហើយក៏បានបន្តមករៀបរាប់ប្រាប់ហ្វេនអំពីការតាំងសមាធិអ្នកនាងមាសុកសោភាបានជឿងប់ងល់ទៅលើលោកគ្រូរបស់អ្នកនាងដែលរស់នៅលើភ្នំត្បែងនោះយ៉ាងខ្លាំង